ជំរាបសួរសួស្តីខ្ញុំដេដេវីដេអូនេះដែរគឺនាំបងប្អូនទៅលេងស្ពានកញ្ចក់នៅហាណូយស្ពានកញ្ចក់ហ្នឹងគឺទេសភាពស្អាតមែនទែនហើយមានកន្លែងថតរូបច្រើនដូចគ្នាបងប្អូនហើយគឺច្រើនដំណាក់កាលមែនទែនទៅនាំមកដល់ស្ពានកញ្ចក់ហ្នឹងអត់ងាយទេនេះជាខ្លោងទ្វារដែលយើងចូលទៅលេងស្ពានកញ្ចក់ហ្នឹងដំបូងឡើយគឺយើងមកដល់ខ្លោងទ្វារហ្នឹងតែម្ដងហើយក៏ជិះឡានក្រុងមកគឺសែនយូរមកមែនទែនបងប្អូនទាំងអស់គ្នាហើយមកដល់នេះគេឲ្យជិះឡានក្រុងធំនឹងចូលទេគេមានឡានសម្រាប់ក្រុមហ៊ុនគេនឹងតែម្ដងដែលសម្រាប់ទៅយកភ្ញៀវទៅមកអញ្ចឹងចាប់ពីកន្លែងហ្នឹងទៅយើងជិះឡានកន្លែងខ្លោងទ្វារហ្នឹងគឺគេអត់គិតលុយទេហើយកន្លែងដែលយើងទៅនេះបងប្អូនកន្លែងទូចឡើងលើដែលខ្ញុំច្អល់គឺកន្លែងហ្នឹងហើយកន្លែងដែលខ្ញុំច្អល់នេះគឺជាចណ្ដាលយន្តគេឡើងលើឯណាមិនមែនជាស្ពានកញ្ចក់ហ្នឹងទេហើយដំបូងឡើយបងអស់យើងជិះឡានមកដល់គឺមានចណ្ដាលយន្តខ្លីមួយឯងសម្រាប់យើងឡើងលើភ្នំកន្លែងនេះកន្លែងដែលគេទិញសម្បត្តិហើយនឹងលក់អីញ៉ាំកន្លែងដែលសម្បត្តិគឺកន្លែងនេះយើងទិញសម្បត្តិហើយយើងត្រូវឈរតម្រង់ជួរជិះឡានមកវគ្គទៀតអញ្ចឹងទី1យើងជិះឡានពីក្រោមដល់លើនេះហើយឡើងចណ្ដាលយន្តហើយត្រូវជិះឡានមកវគ្គទៀតណាបងអូនហើយនៅនេះក៏គេមានលក់គ្រឿងអនុស្សាវរីយ៍ច្រើនដែរហើយខ្ញុំចាប់អារម្មណ៍ជាងគេគឺគេមានចិញ្ចឹមសត្វទៀតណាឡើងខ្ជូមានរបៀបថាសត្វផ្សេងសត្វព្រាបមានកូនម៉ែវហើយនឹងការតម្រង់ជួរគ្នាហ្នឹងគឺតម្រង់ជួរជិះឡានណានេះឡាននៅមុខហ្នឹងយើងជិះឡានមកតង់ហ្នឹងហើយយើងឡើងទៅលើហើយត្រូវជិះឡានមកតង់ទៀតនិយាយទៅគឺត្រូវជិះឡានហ្នឹងរហូតហ្មងអត់យល់ទេនេះហើយនេះជាកន្លែងនៅរូងភ្នំគេធ្វើផ្ទះកញ្ចក់នៅខាងក្រោមសម្រាប់លក់អីវ៉ាន់ហើយឲ្យភ្ញៀវដើរចូលកាត់ហ្នឹងណាខ្ញុំដើរទៅតាមប្រទេសមួយគេមានកណិតខុសគ្នាកាយឆ្នៃខ្ញុំឃើញថាគេតែងតែទៅយើងទៅដល់កន្លែងកំសាន្តណាមួយគឺតែងតែគេរៀបចំកន្លែងលក់ឲ្យយើងដើរកាត់ទាំងអស់ឥឡូវគឺបានមកដល់កន្លែងកញ្ចក់ហ្នឹងហើយតែចូលមកតាមផ្លូវគឺមានហុំអញ្ចឹងណានេះថ្មនេះថ្មពិតណាយើងជិះតាមផ្សារឡើយទៅរងជួរទៀតណាជិះឡានតង់ហើយរងជួរទៀតទិញសម្បត្តិរងជួរឈរមនុស្សច្រើនមែនតើនៅក្នុងថ្ងៃហ្នឹងឈររហូតតតាខិតដល់មុខយើងចិត្តនៅកន្លែងឡើងចដាហ្នឹងបានគេឲ្យយើងអង្គុយម្ដងឥឡូវនៅអង្គុយចាំគេមនុស្សច្រើនមែនតើហើយម៉ោង4កន្លះហើយណាគេនៅបើកឲ្យទិញសម្បត្តិចូលទៀតហើយឥឡូវគឺខ្ញុំបញ្ជាឈរហើយឥឡូវនៅមកអង្គុយនេះមកអង្គុយចាំគេឡើងទៅតង់តែដឹងម៉ោងបានមកឡើងទៅលើបានទេគាត់ថាអ្នកនៅមុខហ្នឹងក៏ច្រើនដែរយន្តគេមានតែ2ណាហើយគេបញ្ឈៀតគ្នាឡើងពេញចដាយន្តហ្មងលើកទី1ឲ្យខ្ញុំដែរនេះបញ្ឈៀតឡើងចង់ភ័យហ្មងឡើងដាក់លំណៃមនុស្សចូល20 30នាក់គ្រាន់តែមកចដាយន្តវ៉ាវខ្ពស់មែនតើឥឡូវគេលេងឲ្យជីអស់ហ្នឹងហ៎អូចឹងគេដាក់ហុកចោលខ្ញុំឃើញពីក្នុងរូបក៏ធ្វើភ័យខ្លាចតែអារម្មណ៍ខ្ញុំពិតអត់មានខ្លាចអីសោះនិយាយម៉ែគាត់ដើរលើកញ្ចក់ប៉ុណ្ណឹងអត់ខ្លាចហ្មងហើយនៅនេះគឺមនុស្សមកឈុតមែនតើថ្ងៃខ្ញុំមកហ្នឹងហើយមេឃចុះអាប់ជាក់ខ្លាំងហ្មងហើយតែវាថាមិនមែនភ្លៀងទេគាត់ថាមេឃចុះអាប់ទៅវាមានសន្សើមនៅដកជាប់អញ្ចឹងណាហើយដើរគឺខ្លាចរអិលមែនតើយើងដើរទៅត្រង់មានចដាទៅលើកាន់តែខ្ពស់ទៅហើយមានស្ពានកញ្ចក់នឹងដូចខ្ញុំថតនឹងអញ្ចឹងប៉ុន្តែខ្ញុំគិតថាវាដូចតែគ្នាខ្ញុំអត់បានដើរទៅដល់ចុងទេខ្ញុំដើរត្រឹមហ្នឹងក៏ខ្ញុំបកមកវិញឈរមើលទេសភាពថត100 200ប៉ុសហើយក៏បកមកវិញទៅអូនខ្ញុំអត់ចេះស្ដាប់ពេញគាត់ឃើញគេថតរួចគាត់និយាយណាគេចេះបកជួយប្រាប់ខ្ញុំផងគាត់និយាយថាមិនយើង Mình chơi nhau cơ mà con. Rồi, ok. Đi từ từ để thẳng ra rồi. Đi thẳng. Không có sao hả? Chẹt ta mà lại
cho hai từ lớn lấy cái bò tao với những hai buổi mà tao nó lớn nó phải đôi tạch đi ấy chắc là tao với nhá cặp bye bye ពេលដែលខ្ញុំដើរចេញមកវិញគឺគេមានកន្លែងនេះកន្លែងយើងកំងអីញ៉ាំហើយនឹងកន្លែងថតរូបជាចដាខ្ពស់នេះគឺស្អាតខ្លាំងមែនតើប៉ុន្តែល្ងាចខ្ញុំបានឡើងទៅលើគឺសែនស្ដាយហើយកន្លែងនេះកន្លែងតម្រង់ជួរជិះអាចដាយន្តដែលប្រឈៀតគ្នា30នាក់អីហ្នឹងចុះវិញណាតន្តាក់មែនតើឥឡូវឡើងប្រឈៀតគ្នាហើយនេះឈរតែមកបាទហើយកន្លែងដែលខ្ញុំឈរមិញគឺជម្រាបថាយើងទៅតម្រង់ជួរគ្នាជីអាចដាយន្តចុះមកក្រុមវិញគឺណែនតន្តាត់ឡើងរបៀបខ្ញុំឡើងចង់ភ័យតែរបៀបថាមនុស្សច្រើនពេកឡើងបញ្ឈៀតគ្នាតម្រង់ជួរហ្មងហើយឥឡូវមកដល់ចុះក្រុមវិញហើយមានគេទទួលរបៀបថាជាតែយើងមិនតែគេទទួលហ្នឹងដើម្បីឲ្យ business គេដែរអញ្ចឹងណារបៀបថាឲ្យយើងភ្លក់តែគេហើយបើឆ្ងាញ់អីចឹងឲ្យយើងទិញទៅហើយភ្លក់តែគេក៏ឆ្ងាញ់ដែរព្រោះនៅក្នុងជជែកខ្លាំងហ្មងមេឃឡើងចុះអាប់បើដល់ផឹកតែទៅរបៀបថាវាកក់ក្ដៅលេជជែកវិញចង់ទិញតាមតែរៀងថ្លៃពេកដែរក៏ទិញទៅ Hello cat Hello cat 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 បដល់ច្រើនតង់មែនតើត្រូវជិះអាហ្នឹងហើយបានយើងឡើងទៅជិះ3 4តង់ទៀតហ្មងនិយាយទៅហើយឥឡូវខ្ញុំបានចុះមកក្រុមហើយខ្ញុំបានឡើងទៅលេងនៅលើថតរូបចិត្តហើយចុះមកក្រុមគឺមានលក់កៅអៅបែបគេនៅហ្នឹងមានលក់អានោះរបៀបថារបស់អនុស្សាវរីយ៍ច្រើនតែហើយក៏បានជិះឡានទៅពូហ្នឹងគាត់យកលុយយើងណាព្រោះឡាននេះគឺគេ stay នៅហ្នឹងហ្មងដើម្បីទទួលភ្ញៀវយកមកចុះពីលេងកន្លែងកញ្ចក់ហ្នឹងទៅអាកន្លែងចំណតឡាននៅមុខហ្នឹងមកផ្លែទេដល់ហើយ Alright so fast ឥឡូវហ្នឹងបានមកដល់ទីតាំងហើយនៅមានវីដេអូក្រោយទៀតណាបងអូនមានកន្លែងទេសភាពស្អាតជាងនឹងទៀតកុំភ្លេចបន្តមើលទៀតណាអរគុណបាយបាយ